អង្គលេបអាកិច្ចចរចាពាណិជ្ជកម្មជាមួយអ៊ីស្រាអែលជុំវិញការវាយលុកថ្មីនៅហ្គាសាចក្រភពអង់គ្លេសបានផ្អាកកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយអ៊ីស្រាអែលហើយបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួននិងបានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងអ្នកតាំងលំនៅនៅ West Bank ខណៈដែលរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនស្គាល់ទោសការកើនឡើងនៃផ្នែកយោធាដល់សាហាវនៅតំបន់ហ្គាសានេះបើយោងតាមការផ្សាយចេញពីអង្គភាព Reuters នៅថ្ងៃទី21ខែឧសភានេះយោធាអ៊ីស្រាអែលបានប្រកាសពីការចាប់ផ្ដើមថ្មីមួយកាលពីសប្តាហ៍មុនហើយក្រុមគ្រូពេទ្យនៅតំបន់ហ្គាសាថាការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង500នាក់ក្នុងរយៈពេល8ថ្ងៃកន្លងទៅអ៊ីស្រាអែលក៏បានរារាំងការចូលនៃការផ្គត់ផ្គង់ផ្នែកវិទ្យាសាស្ត្រអាហារនិងប្រេងឥន្ធនៈចូលទៅតំបន់ហ្គាសាចាប់តាំងពីដើមខែមិនិនាដែលជំរុញឲ្យអ្នកជំនាញអន្តរជាតិព្រមមានពីគ្រោះទុរភិក្សទោះបីជារថយន្តដឹកទំនិញមួយចំនួនត្រូវបានអនុញ្ញាតឲ្យចូលនៅថ្ងៃច័ន្ទក៏ដោយយោងតាមរដ្ឋមន្ត្រីការបរទេសលោក David Lammy បានឲ្យដឹងថាការវាយលុកនេះគឺជាដំណាក់កាលថ្មីដ៏ខ្មៅងងឹតនៅក្នុងចំនួននេះហើយបានអំពាវនាវឲ្យអ៊ីស្រាអែលបញ្ចប់ការរារាំងជំនួយនិងថ្កោលទោសការអធិប្បាយរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Bezalel Smotrich លើការសម្អាតនិងការបំផ្លិចបំផ្លាញដែលអាចកើតមានឡើងនៃតំបន់ហ្គាសានិងការផ្លាស់ទីលំនៅរបស់អ្នកស្រុកទៅកាន់ប្រទេសទីបេយ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែលថាអាណត្តិរបស់អង់គ្លេសបានបញ្ចប់យ៉ាងពិតប្រាកដកាលពី77ឆ្នាំមុនសម្ពាធខាងក្រៅនឹងមិនបង្វែរអ៊ីស្រាអែលចេញពីផ្លូវរបស់ខ្លួនក្នុងការការពារអធិភាពនិងសន្តិសុខរបស់ខ្លួនប្រឆាំងនឹងសត្រូវដែលស្វែងរកការបំផ្លិចបំផ្លាញខ្លួនឡើយ